បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅសហរដ្ឋអាមេរិកនៅពេលនេះគឺល្ងាចថ្ងៃពុធនៅឡើយទី28ខែមករាឆ្នាំ2026បាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះជាការបដិសេធរបស់ខាងកកុងស៊ុលរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងឈៀងម៉ៃបាទនៅខេត្តឈៀងម៉ៃដែលមានពាក្យចចាមអារាមថាគឺកន្លែងកុងស៊ុលនោះជាមូលដ្ឋានយោធាសម្ងាត់របស់សហរដ្ឋអាមេរិកដែលធ្វើការនៅទីនោះខាងកកុងស៊ុលបដិសេធថាមិនមែនជាការពិតទេពីព្រោះអីមានការបើកសម្ពោធកុងស៊ុលថ្មីនៅទីនោះដែលទើបតែធ្វើសាងសង់ហើយក៏មានពាក្យចចាមអារាមបែបនេះហើយព័ត៌មានទី2នេះគឺតាមសេចក្តីរាយការណ៍របស់ Politico បានឲ្យដឹងថាមន្ត្រីប៉ូលីស2រូបដែលបានបាញ់សម្លាប់បាតកោអាមេរិកាំងមួយរូបនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota នោះត្រូវបានដកបញ្ឈរជើងហើយគេថា administrative leave បាទគឺឲ្យសម្រាប់រដ្ឋបាលហើយក្នុងពេលជាមួយគ្នានោះដែរគឺខាងគណៈបកប្រជាធិបតេយ្យក៏កំពុងតែយករឿងនេះដើម្បីដាក់សម្ពាធទៅលើគណៈបកសាធារណរដ្ឋមុននឹងអនុម័តថវិកាបើមិនដូច្នេះទេគឺនឹងបិទរដ្ឋាភិបាលហើយលោកស្រីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិក៏កំពុងតែរងសម្ពាធពីក្នុងគណៈបកសាធារណរដ្ឋរបស់លោកស្រីឲ្យលាលែងចេញពីតំណែងផងដែរហើយព័ត៌មានទី3នេះគឺជារឿងអភ័ព្វមួយសម្រាប់សហគមន៍ខ្មែរអាមេរិកាំងគឺលោកស្រីម្នាក់ដែលបានអញ្ជើញមកនៅសហរដ្ឋអាមេរិកចំនួន44ឆ្នាំមកហើយឥឡូវនេះត្រូវប៉ូលីសអន្តោប្រវេសន៍អាយចាប់ឃុំខ្លួនដែលជានីតិវិធីមួយអាចនឹងត្រូវបញ្ជូនចេញទៅប្រទេសកម្ពុជាវិញបាទបើទោះបីជាលោកស្រីរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេលជាង4ទសវត្សរ៍ហើយក៏ដោយប៉ុន្តែកំហុសអតីតកាលខ្លះរបស់លោកស្រីបាទត្រូវបានគេចងក្រងទុកហើយឥឡូវនេះបាទកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំងចាប់តាំងពីថ្ងៃទី8ខែមករាមកបាទខ្ញុំនឹងជម្រាបជូនប្រិយមិត្តអំពីដំណើរសាច់រឿងនេះហើយព័ត៌មានចុងក្រោយនេះគឺនាយករដ្ឋមន្ត្រីនៃប្រទេសចក្រភពអង់គ្លេសកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនហើយមានគម្រោងនឹងជួបជាមួយនឹងលោកប្រធានាធិបតីស៊ីជីនពីងនៅថ្ងៃប្រហ័សស្អែកនេះបាទនៅក្នុងប្រទេសកម្ពុជាគឺនៅប្រទេសចិនប្រហែលជាថ្ងៃនេះថ្ងៃប្រហ័សទៅហើយស្មោះនេះណាបាទគឺមានគម្រោងនឹងជួបដែលនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសចាត់ទុកថាគឺជាការស្វែងយល់បន្ថែមទៀតបន្ទាប់ពីគោលនយោបាយដែលមិនស៊ីសង្វាក់រវាងមហាអំណាចទាំងពីរនេះអស់រយៈពេលជាយូរមកហើយក៏ស្របពេលដែលមានភាពតានតឹងរវាងចក្រភពអង់គ្លេសជាមួយនឹងមេដឹកនាំសហរដ្ឋអាមេរិកដែលមនុស្សមួយចំនួននៅក្នុងខុទ្ទកាល័យរបស់មេដឹកនាំអង់គ្លេសថាគឺភាពមិនស៊ីសង្វាក់គ្នាដែលលក្ខណៈមិនគួរឲ្យទុកចិត្តបានទៀតទេនៅក្នុងដៃគូរបស់អង់គ្លេសនៅរដ្ឋធានី Washington បាទដូច្នេះនេះគឺជាការវិវត្តដែលគួរឲ្យចាប់អារម្មណ៍ផងដែរព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Council ណាដែលខ្ញុំសូមដកស្រង់មកចែករំលែកជូនប្រិយមិត្តទូតែម្ដងគឺខាងសហរដ្ឋអាមេរិកចំណងជើងរបស់ Council គាត់បានសរសេរថាខាងសហរដ្ឋអាមេរិកគឺច្រានចោលនៅការអះអាងថាមានមូលដ្ឋានយោធាសម្ងាត់របស់សហរដ្ឋអាមេរិកនៅខេត្តឈៀងម៉ៃដោយសារតែមានការសម្ពោធអគារអគ្គកុងស៊ុលស្ថានកុងស៊ុលបាទស្ថានកុងស៊ុលដែលមានតម្លៃ$273 លានបាទគឺសហរដ្ឋអាមេរិកបានបដិសេធការអះអាងថាមានមូលដ្ឋានសម្ងាត់នេះដោយសារតែការសាងសង់នេះឯងគឺកាលពីថ្ងៃទី23ខែមករាគឺបានខាងសហរដ្ឋអាមេរិកបានសម្ពោធជាផ្លូវការនៅអគារស្ថានកុងស៊ុលថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅខេត្តឈៀងម៉ៃនៅខាងឈៀងម៉ៃនោះហើយក្នុងពេលនោះគឺសហរដ្ឋអាមេរិកប្រើប្រាស់ឱកាសនោះដើម្បីបញ្ជាក់នៅការបញ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួននៅក្នុងការបម្រើពលរដ្ឋអាមេរិកាំងដែលទៅរស់នៅតំបន់ភាគខាងជើងប្រទេសថៃហើយក៏ជាការមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសថៃផងដែរដោយឆ្លើយតបទៅនឹងការប៉ាន់ស្មានការទូទីឬក៏ពាក្យចចាមអារាមដែលមានក្នុងពេលកន្លងមកដែលកំពុងតែត្រូវបានគេចែក